តើវិញ្ញាបនបត្រសុវត្ថិភាពមានសុពលភាពរយៈពេលប៉ុន្មានឆ្នាំចំពោះឡចំហាយឬធុងសម្ពាធដែលទើបនឹងទិញថ្មីតើអាចដំឡើងមុនរួចទើបអនុវត្តនីតិវិធីតាមក្រោយបានដែរឬទេការដំឡើងឧបករណ៍ដែលមានហានិភ័យខ្ពស់ថ្មីត្រូវតែបញ្ជាក់ជាមុនសិនថាតើឯកសារផលិតផលមានភាពពេញលេញដែរឬទេដែលរួមមានលិខិតបញ្ជាក់គុណភាពផលិតផលឯកសារផលិតឯកសារត្រួតពិនិត្យនិងឯកសារបច្ចេកទេសពាក់ព័ន្ធដទៃផ្សេងទៀតអង្គភាពដំឡើងត្រូវតែដាក់ពាក្យស្នើសុំការត្រួតពិនិត្យនិងត្រួតពិនិត្យតាមលក្ខខណ្ឌតម្រូវមុនពេលដំឡើងបុគ្គលិកត្រួតពិនិត្យនិងធ្វើការត្រួតពិនិត្យនិងតាមដានលើឯកសារឧបករណ៍ដំណើរការដំឡើងនិងគុណភាពសុវត្ថិភាពសហគ្រាសមិនត្រូវរងចាំរហូតដល់ឧបករណ៍ទាំងអស់ត្រូវបានដំឡើងរួចរាល់ទើបធ្វើការប្រកាសស្នើសុំនោះទេបើមិនដូច្នោះទេអាចនឹងមានបញ្ហាដូចជាការបាត់បង់ឯកសារនិងមិនអាចតាមដានប្រភពនៃដំណើរការដំឡើងបានជាដើមនីតិវិធីត្រឹមត្រូវគឺការពិនិត្យឯកសារការប្រកាសស្នើសុំដំឡើងការត្រួតពិនិត្យតាមដាននិងការដាក់ឲ្យប្រើប្រាស់ក្រោយពេលជាប់ការវាយតម្លៃស្របច្បាប់